តម្លៃហាជីងនៃអន្តរជាតិនឹងឡើងថ្លៃទៅរកតម្លៃ$6,000ក្នុងមួយអោនក្នុងមួយតម្លឹង$7,228ភ្លាមប្រសិនបើផ្ទុះសង្គ្រាមអាមេរិកនិងអ៊ឺរ៉ុបសូមស្វាគមន៍មកលោកស្រីមកកាន់កម្មវិធីពីនេះពីនោះពីទីផ្សារបដូរប្រាក់ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ឺរ៉ុបកើនឡើងកម្ដៅសាជាថ្មីហើយនេះជាព័ត៌មានសង្ខេបស្ថានភាពបច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងធ្វើការបង្កើនកម្លាំងយោធាយ៉ាងធំធេងនៅតំបន់មជ្ឈិមបូព៌ាដើម្បីត្រៀមសម្រាប់ការវាយប្រហារលើអ៊ឺរ៉ុបបើការចរចាមិនជោគជ័យថ្មីនេះប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបញ្ជាឲ្យបញ្ជូននាវាយន្តហោះទាំងពីរគឺ USS Gerald R. Ford ដែលជានាវាយន្តហោះធំបំផុតរបស់លោកពីតំបន់ការ៉ាអ៊ីបឆ្ពោះទៅមជ្ឈិមបូព៌ាដើម្បីចូលរួមជាមួយ USS Abraham Lincoln ដែលកំពុងស្ថិតនៅឈូងសមុទ្រប៉ែកឬ Arabian Sea ឬធ្វើជាខ្សែត្រៀមកងនាវាប្រយុទ្ធបច្ចុប្បន្ននេះមាននាវាច្រើនជាង13គ្រឿងរួមទាំងនាវាបំផ្លាញមីស៊ីលនិងនាវាប្រយុទ្ធរួមទាំងយន្តហោះចម្បាំងបន្ថែម F-35 F-22 F-16 ជាដើមរាប់សិបគ្រឿងនិងយន្តហោះចាក់សាំងដែលគេវិភាគថាការវាយប្រហារនេះអាចយូរថ្ងៃមន្ត្រីយោធាអាមេរិកបានប្រាប់ថាកងទ័ពត្រៀមរួចរាល់សម្រាប់ការវាយប្រហារក្នុងរយៈពេល2-3ថ្ងៃខាងមុខនេះពលនៅថ្ងៃសៅរ៍ប៉ុន្តែមិនទាន់បានមានភ្លើងខៀវពីលោក Donald Trump នោះទេការចរចាដោយប្រយោគកំពុងបន្តប៉ុន្តែភាគីទាំងសងខាងហាក់មិនចុះសម្រុងគ្នាជាពិសេសការចរចាលើកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់អ៊ឺរ៉ុបងាកមកអ៊ឺរ៉ុបវិញកំពុងធ្វើសម្ពយុទ្ធយោធាជាមួយរុស្ស៊ីនិងមានការចូលរួមពីចិនក្នុងផ្នែកខ្លះនៅឈូងសមុទ្រអូមែននិងសមុទ្រឥណ្ឌានឹងចាប់ផ្ដើមនៅថ្ងៃទី19ខែកុម្ភៈដើម្បីបង្ហាញកម្លាំងនិងពង្រឹងទំនាក់ទំនងយោធាមេដឹកនាំកម្ពុជាអ៊ឺរ៉ុបលោកអាយ៉ាតូលីអាលីខាម៉ាដេបានប្រមានថាអាមេរិកវាយប្រហារនោះអ៊ឺរ៉ុបនឹងវាយបកទៅវិញថែមទាំងប្រហារនាវាយន្តហោះអាមេរិកផងដែរសរុបសេចក្តីមកស្ថានភាពនេះនៅតែ50-50រវាងការចរចាជោគជ័យឬការវាយប្រហារយោធាដែលអាចនាំឲ្យមានចំនួនធំនៅខាងតំបន់មជ្ឈិមបូព៌ាបើមានការវាយប្រហារផ្ទុះឡើងមែនតម្លៃមាននឹងហក់ឡើងថ្លៃខ្លាំងបំផុតរហូតដល់$6,000ក្នុងមួយអោនតែក្នុងមួយតម្លឹងមានតម្លៃ$7,228តែក្នុង1គីឡូមាសមានតម្លៃ$192,770នាពេលអនាគតយោងតាមព័ត៌មានខាងលើមាសនឹងអាចមានឱកាសកើនឡើងខ្លាំងបន្ថែមទៀតហើយក៏ជាឱកាសក្នុងការត្រៀមបើកគណនីសម្រាប់ត្រៀមទិញមាសផងដែរសម្រាប់លោកស្រីដែលចង់សិក្សារំអិតពីរបៀបកក់មាសអន្តរជាតិតាមរយៈប្រព័ន្ធធនាគារហើយលោកស្រីអាចធ្វើការទំនាក់ទំនងនឹងខ្ញុំសារ៉ាសាដេតាមលេខទូរស័ព្ទនៅខាងលើដើម្បីទទួលបានការបង្រៀនក៏ដូចជាការបើកគណនីដោយឥតគិតថ្លៃ